ជំរាបសួរប្រិយមិត្តនិងបងប្អូនទាំងអស់គ្នាថ្ងៃនេះអេមីនខេបឡាយត្រឡប់វិញហើយអេមីននឹងសម្រាប់សាច់រឿងភាគបន្តដែលជាភាគបញ្ចប់កម្ពុជាអ្នកប្រយុទ្ធងាកងារសង្កាត់គីមភាគទី10តើកុំឲ្យខាត់ពេលវេលាយូរយើងចូលសាច់រឿងភាគបញ្ចប់របស់យើងដោយសាច់រឿងចាប់ដើមឡើងដោយឃើញថាកន្លងពេលដែលពូអ៊ុតកៅកំពុងតែបើកឡានត្រឡប់ថយក្រោយពេលនោះគាត់ក៏បានឃើញលោកស៊ូនិងលោកឈុលបានបើកឡានដឹកលោកច័ន្ទទៅកន្លែងមួយដោយគាត់ក៏បានឆ្ងល់តើពួកគេដឹកលោកច័ន្ទទៅកន្លែងណាដោយយើងពេលហ្នឹងក៏បានឃើញលោកគឹមនិងលោករីយ៉ុងកំពុងតែត្រូវបានក្រុមកូនចៅប្រដភូឡោមព័ទ្ធពេញនឹងហើយខណៈពេលនោះឃើញថាលោកគឹមក៏បានឃើញសុងអាមកហើយលោកគឹមក៏បានចាប់ផ្ដើមវាយពួកគេទាំងអស់គ្នាដោយសុងអាក៏បានមកជួយលោកគឹមហើយពួកគេទាំងពីរនាក់ក៏បាននាំលោករីយ៉ុងរត់គេចពីពួកគេទៅហើយពួកកូនចៅប្រដភូនោះនៅបន្តបាញ់ពួកគេទាំងពីរនាក់រហូតហើយក្រុមលោកគឹមក៏បានជិះរត់ទៅលុះពួកគេជិះទៅដល់នៅខាងមុខក៏ឃើញថាកូនចៅប្រដភូនៅតែតាមបាញ់ពួកគាត់បន្ថែមទៀតដល់លោកគឹមពេលនោះក៏បានរកវិធីកាប់ពួកគេកុំឲ្យពួកគេតាមកទៀតហើយលោកគឹមក៏បានបោះគ្រាប់បែកមួយដើម្បីទប់ស្កាត់ពួកគេកុំឲ្យតាមលោកគឹមទៀតហើយលោកគឹមក៏បានជិះរត់គេចបានសម្រេចទៅខណៈពេលនោះឃើញថាកូនចៅប្រដភូក៏បានប្រាប់មេរបស់ខ្លួនថាក្រុមរបស់លោកគឹមបានរត់បាត់ហើយប្រដភូខាងជើងក៏បានឃើញយ៉ាងខ្លាំងសូម្បីតែសម្រាប់ក្រុមរបស់លោកគឹមគឺសម្រាប់មិនបានហើយលោកគឹមក៏បាននាំលោករេយ៉ុងទៅកន្លែងណាត់គ្នាជាមួយនឹងពូអ៊ុតកៅគណៈពេលនោះឃើញថាលោកសុងក៏បានចេញមកហើយក៏បានទិញកំភ្លើងជុំពួកគេទាំងអស់គ្នាដោយលោករេយ៉ុងពេលហ្នឹងឃើញអញ្ចឹងក៏បានសប្បាយចិត្តដែរដែលស្មានតែលោកសុងមកជួយគាត់ពីព្រោះលោករេយ៉ុងគឺមិនទាន់ដឹងថាលោកសុងបានដឹងរឿងរ៉ាវតាក់ទងនឹងការក្បត់របស់គាត់បណ្ដាលឲ្យលោកវាងដែលជាបងប្រុសរបស់លោកសុងបានស្លាប់ទេដោយសារតែគាត់នោះហើយលោករេយ៉ុងក៏បាននិយាយប្រាប់លោកសុងឲ្យតម្លាក់កំភ្លើងចោះទៅលោកគីមឥឡូវគឺជាបពុរបស់យើងហើយតែលោកសុងក៏បាននិយាយប្រាប់លោករេយ៉ុងថាលោកគឺជាមនុស្សក្បត់ដែលបានសម្លាប់បងប្រុសរបស់ខ្ញុំហើយបានតម្លាក់កំហោះទៅលើលោកគីមហើយលោករេយ៉ុងឮអញ្ចឹងក៏បានស្ងាត់មិនហ៊ានតមាត់នឹងលោកសុងទេបើគាត់គឺជាជនក្បត់មែនលួចផ្សងកំណត់ជាមួយកូរ៉េខាងត្បូងកន្លងតែបងប្រុសរបស់លោកសុងបានធ្វើបេសកកម្មធ្វើឲ្យបងប្រុសរបស់លោកសុងបានបាត់បង់ជីវិតទៅហើយលោកគីមពេលហ្នឹងក៏បាននិយាយប្រាប់លោកសុងថាឲ្យគាត់សុំទោសផងដែលមិនអាចជួយសង្គ្រោះបងប្រុសរបស់ខ្លួនហើយលោកសុងពេលនោះក៏បានខឹងយ៉ាងខ្លាំងហើយក៏បានរកបាញ់លោករេយ៉ុងដើម្បីសម្លាប់លោករេយ៉ុងតែលោកគឹមពេលនោះក៏បានមកការពារលោករេយ៉ុងដើម្បីកុំឲ្យលោកសុងសម្លាប់លោករេយ៉ុងហើយលោកសុងក៏បានទៅសួរលោកគឹមថាហេតុអីបានជាលោកគឹមទៅការពារមនុស្សចង្រៃនេះទៅវិញហើយលោកគឹមក៏បានដើរទៅជិតលោកសុងហើយក៏បានប្រាប់លោកសុងថាគាត់ធ្វើរឿងនេះដើម្បីតែការពារកូនស្រីរបស់គាត់មិនជីទេហើយលោកគឹមក៏បានប្រាប់លោកសុងទៀតថាជឿខ្ញុំទៅលោកនឹងមានឱកាសសងសឹកលោករេយ៉ុងនៅពេលក្រោយចាំតែបន្តិចទៀតទៅហើយលោកសុងពេលនោះក៏បានជឿជាក់ទៅលើសម្ដីរបស់លោកគឹមហើយក៏បានយល់ព្រមទាំងចិត្តខឹងនឹងលោករេយ៉ុងជាខ្លាំងហើយពេលនោះឃើញថាពូអ៊ុតកៅក៏បានមកដល់ហើយក្រុមរបស់លោកគឹមក៏បានយកលោករេយ៉ុងចេញពីលោកសុងទៅបន្ទាប់មកឃើញថាពូអ៊ុតកៅក៏បានជិះមកដល់កន្លែងមួយហើយក៏បានបើកយកពួកគេអង្គុយនៅខាងមុខវិញដោយពូអ៊ុតកៅក៏បាននិយាយប្រាប់លោកគឹមនិងសុងអាគាត់បានឃើញលោកស៊ូនិងលោកឈុលបានជិះឡានដឹកលោកច័ន្ទចេញទៅដោយមិនដឹងថាទៅកន្លែងណាទេដោយគណៈពេលនោះឃើញថាលោកគឹមក៏បានទទួលខលពីលោកស៊ូហើយក៏បានប្រាប់លោកគឹមថាលោកច័ន្ទបានចាប់កូនទាំងពីររបស់ពួកគេហើយសូមលោកគឹមមកទីតាំងរបស់គាត់មកដល់លោកគឹមឮអញ្ចឹងក៏មានអារម្មណ៍ថាតក់ស្លុតយ៉ាងខ្លាំងហើយក៏បានបញ្ញាប់ទៅផ្លាស់ប្ដូរឡានមួយទៀតដោយមិនបានប្រាប់មូលហេតុទៅសុងអានិងពូអ៊ុតកៅពីរឿងហ្នឹងទេហើយក៏បានដើរចូលឡានហ្នឹងទៅពេលនោះឃើញថាលោកគឹមក៏បានប្រាប់ពួកគេឲ្យយកលោករេយ៉ុងទៅព្យាបាលនៅមន្ទីរពេទ្យសិនទៅហើយលោកគឹមក៏បានជិះឡានចេញពីកន្លែងពួកគេទៅដោយឈុតក៏បានសម័យថយក្រោយដោយឃើញកូនចៅដៃស្អាតរបស់លោកច័ន្ទក៏បានមកដល់មណ្ឌលតៃខ្វាន់ដូរបស់លោកស៊ូហើយក៏បានចាប់កូនរបស់លោកស៊ូឯកូនរបស់លោកឈុលក៏បានត្រូវបានគេចាប់ដែរកន្លងពេលដែលនាងកំពុងតែសប្បាយរីករាយជាមួយនឹងមិត្តរបស់នាងនៅការ៉ាអូខេបន្ទាប់មកក៏ឃើញថាកូនចៅរបស់លោកច័ន្ទបានចាប់ពួកគេទាំងពីរនាក់ភ្ជាប់គ្នាហើយក៏បានថតវីដេអូពួកគេទាំងពីរនាក់ផ្ញើទៅមេរបស់ខ្លួនលោកច័ន្ទដើម្បីគំរាមលោកស៊ូនិងលោកឈុលដោយគណៈពេលនោះឃើញថាលោកគឹមក៏បានជិះឡានមកដល់កន្លែងលោកច័ន្ទហើយក៏បានដើរចូលទៅដោយលោកគឹមពេលនោះក៏បានឃើញលោកស៊ូនិងលោកឈុលកំពុងតែជាប់នៅក្នុងទ្រុងដែកមួយហើយលោកគឹមក៏បានឃើញលោកច័ន្ទនិងកូនរបស់មិត្តទាំងពីររបស់ខ្លួនត្រូវបានគំរាមដោយកំភ្លើងដោយលោកច័ន្ទក៏បានសរសើរទៅលោកគឹមដែលហ៊ានមកដើម្បីមិត្តភ័ក្តិរបស់ខ្លួនពិតជាស្មោះត្រង់នឹងគ្នាមែនហើយក៏បានឲ្យលោកគឹមចូលក្នុងទ្រុងដែកនឹងដែរទៅហើយលោកច័ន្ទក៏បានចាក់សោពួកគេទាំង3នាក់ឲ្យនៅក្នុងនឹងហើយពេលនោះឃើញថាលោកច័ន្ទក៏បានប្រាប់ទៅលោកស៊ូនិងលោកឈុលថាបើចង់ឲ្យកូនរបស់ខ្លួននៅរស់ពួកឯងត្រូវតែវាយលឹងសម្រាប់លោកគឹមចោលបើលោកគឹមមិនស្លាប់ទេកូនពួកឯងនឹងស្លាប់ជាមិនខានហើយលោកគឹមក៏បាននិយាយសុំទោសទៅមិត្តរបស់ខ្លួនដែលទាញពួកគេទាំងពីរចូលក្នុងរឿងរបស់គាត់ដោយពេលនោះឃើញថាពួកគេមិនហ៊ានវាយគ្នាទៅវិញទៅមកទេហើយកូនចៅរបស់លោកច័ន្ទក៏បានបាញ់លើកូនរបស់ពួកគេទាំងពីរនាក់ទៅដែលធ្វើឲ្យលោកស៊ូនិងលោកឈុលបានស្រែកពេញនឹងហ្មងជាមួយនឹងអារម្មណ៍តក់ស្លុតអីផងអីចឹងណាហើយលោកគឹមក៏បានប្រាប់ឲ្យពួកគេឲ្យចាត់ការមកសម្លាប់គាត់ទៅដើម្បីឲ្យកូនរបស់ពួកគេនៅរស់ហើយលោកគឹមក៏បានវាយពួកគេទាំងពីរនាក់ដើម្បីឲ្យពួកគេតដៃជាមួយខ្លួនវិញហើយលោកឈុលក៏បានវាយទៅលោកគឹមវិញទាំងអារម្មណ៍ថាមិនចង់វាយលោកគឹមទេដោយលោកស៊ូក៏បានញ័
ដៃផងដែរដើម្បីវាយទៅលើលោកគឹមទាំងអារម្មណ៍ឈឺចិត្តជាមួយយ៉ាងខ្លាំងដែលបានវាយមិត្តរបស់ខ្លួនហើយក៏បានវាយលោកគឹមជាច្រើនដៃហើយលោកច័ន្ទពេលហ្នឹងក៏បានឃើញពួកគេវាយគ្នាលេងៗអញ្ចឹងលោកច័ន្ទក៏បានទៅយកកំភ្លើងដើម្បីគម្រាមពួកគេហើយក៏បានប្រាប់ពួកគេទាំងពីរនាក់ថាយើងទុកពេលឲ្យពួកឯង5នាទីក្នុងការសម្លាប់លោកគឹមបើលោកគឹមមិនស្លាប់ទេយើងនឹងសម្លាប់កូនរបស់ឯងហើយលោកច័ន្ទក៏បានបាញ់គម្រាមពួកគេទាំងពីរនាក់ទៅដែលធ្វើឲ្យលោកស៊ូលោកឈុលក៏បានចាប់វាយលោកគឹមទៅវិញទៅមកជាច្រើនដៃដល់លោកច័ន្ទឃើញពួកគេទាំងអស់គ្នាវាយអញ្ចឹងលោកច័ន្ទក៏បានសើចសប្បាយជាខ្លាំងហើយលោកស៊ូនិងលោកឈុលក៏បានវាយលោកគឹមជាច្រើនដៃជាច្រើនជើងដែលវាយលោកគឹមឡើងខ្ទប់បញ្ចាំងដែកឡើងចង់របូតដែកហើយចំណែកឯលោកគឹមឡើងបាច់ឈាមហូរឈាមពេញនឹងហ្មងហើយលោកគឹមពេលហ្នឹងក៏បាននិយាយប្រាប់ពួកគេទាំងពីរនាក់ថាមុននឹងគាត់ស្លាប់ជួយមើលថែកូនស្រីរបស់គាត់មានជីផងហើយលោកច័ន្ទក៏បានមកហើយក៏បានសោចលោកគឹមជាខ្លាំងហើយលោកគឹមពេលហ្នឹងក៏បានសម័យនឹកដល់មានជីនិងនឹកសម្ដីកូនរបស់ខ្លួននិយាយដាក់ខ្លួនហើយលោកគឹមក៏បានចាប់លោកច័ន្ទជាប់ហើយលោកស៊ូនិងលោកឈុលពេលនោះក៏បានរត់យ៉ាងលឿនដើម្បីធាក់ទ្រង់ដែកនឹងយ៉ាងខ្លាំងហើយក៏បានធាក់បាក់ទ្រង់ដែកសង្កត់ទៅលើលោកច័ន្ទទៅហើយពួកគេទាំងពីរនាក់ក៏បានប្រញាប់រត់ទៅជួយកូនរបស់ខ្លួនហើយកូនចៅរបស់លោកច័ន្ទក៏បានបាញ់ទៅហើយក៏បានត្រូវលោកឈុលតែបន្តិចទេហើយលោកស៊ូក៏បានធាក់កូនចៅរបស់លោកច័ន្ទមួយជើងឡើងផ្លោងឡើងស្លាប់ទៅហើយក៏បានជួយកូនរបស់ខ្លួនទាំងពីរនាក់ទាំងអារម្មណ៍រំភើបដល់លោកគឹមពេលហ្នឹងកំពុងតែសង្កត់លើលោកច័ន្ទរើមិនរួចទេហើយលោកគឹមក៏បានសម័យតាក់ទងនឹងល្បិចពួកគេទាំងអស់គ្នាដើម្បីបំបាក់ទ្រង់ដែកហ្នឹងដោយឲ្យវាយលោកគឹមផ្លោងត្រូវទ្រង់ដែកជាច្រើនដងដែលធ្វើឲ្យដែករលុងស្រួលក្នុងការធាក់ចេញហើយលោកស៊ូនិងលោកឈុលក៏បានដើរមកមើលលោកគឹមដែលត្រូវរបួសច្រើនដោយសារតែពួកគេហើយលោកឈុលក៏បាននិយាយប្រាប់លោកច័ន្ទថាយើងនៅសល់ការប្រជុំឪពុកម្ដាយបន្តទៀតដោយយើងមិនទាន់ដឹងថាពួកគេនឹងធ្វើម៉េចទៅលើលោកច័ន្ទទេបន្តមកឃើញថាលោកគឹមក៏បានចេញមកហើយក៏បានប្រាប់ពួកគេទាំងពីរនាក់ថាគាត់មានរឿងត្រូវធ្វើបន្តទៀតហើយក៏បានចេញទៅចំណែកឯពួកគេទាំងពីរនាក់ក៏បាននាំកូនរបស់ខ្លួនទៅកន្លែងមួយដែលជាទីសុវត្ថិភាពរបស់កូនរបស់ខ្លួនដោយយកទៅកន្លែងប្រពន្ធរបស់លោកឈុលដោយពួកគេទាំងពីរនាក់ចង់ឲ្យប្រពន្ធរបស់លោកឈុលមើលថែកូនទាំងពីរនាក់របស់ពួកគេហើយលោកឈុលពេលហ្នឹងក៏បានលុតជង្គង់សុំអង្វរប្រពន្ធរបស់ខ្លួនឲ្យមើលថែក្មេងទាំងពីរនាក់នេះផងគេមានភារកិច្ចដើម្បីត្រូវជួយលោកគឹមបន្តទៀតហើយប្រពន្ធរបស់លោកឈុលក៏បានយកព្រមដើម្បីមើលថែក្មេងទាំងពីរនាក់នេះបន្តមកកិច្ចប្រជុំពាណិជ្ជកម្មរវាងនាយករដ្ឋមន្ត្រីខាងត្បូងនិងប្រភពខាងជើងក៏បានមកដល់ហើយពួកគេទាំងពីរនាក់ក៏បានចោទកិច្ចសន្យាពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរហើយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងក៏បានហៅប្រតិភូគាត់មានរឿងចង់និយាយតែពីរនាក់ទេហើយគាត់ក៏បាននិយាយប្រាប់ប្រតិភូខាងជើងថាគាត់បានដឹងរឿងរ៉ាវដែលកើតឡើងពីយប់មិញមានការបាញ់ជាច្រើននៅក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងអញ្ចឹងមនុស្សខាងជើងរបស់អ្នកបានស្លាប់នៅក្នុងទឹកដីកូរ៉េខាងត្បូងលោកត្រូវតែទទួលខុសត្រូវចំពោះអ្វីដែលលោកបានធ្វើខ្ញុំមិនដឹងទេហើយពលរដ្ឋភូមិអ្នកនឹងក៏បានយកព្រមទៅដោយគណៈពេលដែលគាត់កំពុងតែជិះឡានទៅប្រទេសកូរ៉េខាងជើងវិញគាត់ក៏បានប្រាប់កូនចៅរបស់ខ្លួនថាយើងត្រូវតែលាក់ការពីរឿងដែលលោករីយ៉ុងនិងលោកគឹមបានកិច្ចខ្លួនហើយដោយប្រាប់មន្ត្រីធំនៅកូរ៉េខាងជើងថាពួកគេទាំងពីរនាក់បានស្លាប់ហើយពីព្រោះប្រទេសកូរ៉េខាងត្បូងបានផ្ដោតពួកគេឲ្យមកយើងហើយបើមន្ត្រីធំដឹងរឿងនេះយើងនឹងមានបញ្ហាជាមិនខានគណៈពេលនោះក៏បានឃើញថាលោកច័ន្ទត្រូវបានក្រុមរបស់លោកគឹមបានធ្វើបាបដល់ជួរនៅអាគារមួយកន្លែងដោយមនុស្សនៅទីនោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏បានឃើញលោកច័ន្ទជួរអីអញ្ចឹងបន្ទាប់មកយើងក៏ឃើញថាមេវិជាការកូរ៉េខាងជើងក៏បានមកជួបលោករីយ៉ុងនៅមន្ទីរពេទ្យដោយសួរពីព័ត៌មានទាំងអស់ដោយលោករីយ៉ុងក៏បានដឹងពីប្រទេសកូរ៉េខាងជើងផងដែរតែមុនលោករីយ៉ុងនិយាយប្រាប់មេវិជាការម្នាក់ហ្នឹងលោករីយ៉ុងក៏បានសុំមេវិជាការម្នាក់ហ្នឹងបញ្ជូនគាត់ទៅម៉ាកាវនៅពេលដែលគាត់បានផ្ដល់ព័ត៌មានចប់អស់ដោយមេវិជាការម្នាក់ហ្នឹងក៏បានយកព្រមតាមសំណើរបស់លោករីយ៉ុងសិនទៅដោយការសួរចម្លើយក៏បានចាប់ដើមពេលនោះឃើញថាលោករីយ៉ុងក៏បាននិយាយយ៉ាងច្រើនតាក់ទងនឹងប្រតិបត្តិការរបស់កងកម្លាំងរ៉ូកែតយុទ្ធសាស្ត្រដែលមានរ៉ូកែតចំនួន12គ្រាប់កំពុងតែដំណើរការពួកវាកំពុងតែផ្លាស់ប្ដូរពីអ៊ីនធឺណិតរាវទៅអ៊ីនធឺណិតរឹងផងដែរប៉ុន្តែមានតែលោករីយ៉ុងទេដែលដឹងប៉ុណ្ណោះដែលដឹងពីរបៀបដែលធ្វើវាហើយលោករីយ៉ុងក៏បានរៀបរាប់ទាំងអស់ទៅប្រាប់ទៅមេបញ្ជាការម្នាក់ហ្នឹងទៅដោយនៅពេលយប់លោករីយ៉ុងកំពុងដេកឃើញថាមានលោកគ្រូពេទ្យបន្លំខ្លួនម្នាក់ក៏បានដើរចូលមកហើយក៏បានចាក់ថ្នាំសម្ដំទៅលោករីយ៉ុងទៅដោយឃើញថាអ្នកយាមនៅទីនោះក៏បានស្លាប់អស់ហើយដុកទ័រម្នាក់ហ្នឹងក៏បានអូសលោករីយ៉ុងចេញទៅដោយបានដាក់នៅក្នុងរថយន្តដោយគេបង្ហាញថាដុកទ័រម្នាក់ហ្នឹងគឺជាលោកគឹមនឹងឯងគឺជាអ្នកនាំលោករីយ៉ុងចេញទៅដោយមិនទាន់ដឹងថាលោកគឹមបាននាំលោករីយ៉ុងទៅកន្លែងណាទេហើយក៏បានដឹកទៅកន្លែងមួយដោយពេលនោះយើងឃើញថាលោកគឹមបានដឹកលោករីយ៉ុងទៅកន្លែងលោកសុងសោះដើម្បីចាត់ការនឹងសុងសុកដល់បងប្រុសរបស់ខ្លួនដែលបានស្លាប់ទៅហើយលោកសុងក៏បានប្រាប់លោកគឹមថាលោកពិតជាមនុស្សគោរពពាក្យសម្ដីដ៏ពិតប្រាកដមែនហើយលោកគឹមក៏បានសួរទៅលោកសុងវិញថាតើលោកសុងយកលោករេយ៉ុងទៅកន្លែងណាហើយលោកសុងក៏បានប្រាប់លោកគឹមវិញថាគាត់នឹងធ្វើឲ្យលោករេយ៉ុងស្លាប់តាំងពីបាក់បំផុតហើយក៏បានដើរទៅមើលលោករេយ៉ុងមុននឹងចេញទៅហើយលោកសុងក៏បាននិយាយដាក់លោកគឹមថាគាត់នឹងនៅរស់ដោយសម្ដីរបស់លោកគឹមបានធ្លាប់ប្រាប់គាត់ពីមុនហើយលោកសុងក៏បានជូនពរទៅលោកគឹមនឹងមានជ័យឲ្យមានសុភមង្គលសប្បាយរីករាយលុះព្រឹកឡើងគឺថាកូនចៅមេបញ្ជាការកូរ៉េខាងត្បូងម្នាក់ហ្នឹងក៏បានប្រាប់មេរបស់ខ្លួនថាលោករេយ៉ុងបានបាត់ខ្លួនហើយដោយមិនដឹងថាអ្នកណាចាប់គាត់ទៅទេហើយមេបញ្ជាការម្នាក់ហ្នឹងក៏បានប្រាប់ទៅវិញថា
មិនចាំបាច់ធ្វើអ្វីទាំងអស់គាត់គ្មានប្រយោជន៍អីទៀតទេយើងបានព័ត៌មានពីគាត់អស់ហើយគណៈពេលនោះឃើញថាលោករីយ៉ុងក៏បានភ្ញាក់ពីដំណេកនៅលើឆ្នេរខ្សាច់មួយកន្លែងដោយគាត់ក៏បានស្មានថាគាត់ត្រូវបានបញ្ជូនទៅទីក្រុងម៉ាកាវក្នុងប្រទេសចិនហើយក៏បានសប្បាយរីករាយជាខ្លាំងតែមានណាគាត់ក៏បានឆែកមើលទៅលើ USB ដែលមានលុយរាប់លានដុល្លាររបស់គាត់ពេលនោះត្រូវបានបាត់ហើយគាត់ក៏បានងាកមើលទៅខាងក្រោយទៅឃើញថាគាត់ក៏បានដឹងថាគេបញ្ជូនគាត់មកកូរ៉េខាងជើងហើយក៏បានត្រូវតែហ៊ានជាច្រើនអ្នកដេញចាប់គាត់ទៅតែប៉ុន្នេះលោករីយ៉ុងច្បាស់ជាស្លាប់ជាមិនខានកូរ៉េខាងជើងដាក់ទណ្ឌកម្មសាហាវខ្លាំងមកចំពោះជនក្បត់កូរ៉េខាងជើងបន្ទាប់មកក៏ឃើញថាលោកគឹមក៏បានខលទៅមេធំម្នាក់ដើម្បីសុំជំនួយពីគាត់ដោយលោកគឹមក៏បានសុំឲ្យគាត់ចាត់ការបំផ្លាញក្រុមហ៊ុនរបស់លោកច័ន្ទចោលដោយមិនយូរប្រហែលឃើញថាដីកាចែកឆេរក៏បានមកដល់ហើយក៏បានរឹបអូសទាំងអស់តាក់ទងនឹងក្រុមហ៊ុនរបស់លោកច័ន្ទដោយដីកានេះដើម្បីស៊ើបអង្កេតប្រតិបត្តិការលួយកខ្វក់រវាងក្រុមហ៊ុននិងអិសរាជជននយោបាយមួយចំនួនដោយមានសមាជិកសភាលោកស៊ីមត្រូវបាននាំខ្លួនទៅសួរចម្លើយនៅពីក្រោយរឿងនេះហើយអនុរដ្ឋមន្ត្រីម្នាក់នឹងក៏បានរៀបចំខ្លួនកិច្ចផងដែរប៉ុន្តែក្រុម AMD លោកកុកឈលនិងក្រុមរបស់គាត់ក៏បានកាក់អនុរដ្ឋមន្ត្រីសុកប៉ាន់ម្នាក់នឹងហើយក៏បានចាប់ខ្លួនគាត់ទៅចំណែកឯ Harry វិញកំពុងតែសង្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាដែល Harry កំពុងតែស្នាក់នៅខ្មែរដោយរឿងល្បីនេះគេថតនៅខ្មែរយើងផងដែរតែមើលទៅវាមិនសូវល្អទេឲ្យតែរឿងអញ្ចឹងដឹងតែនៅខ្មែរហើយ Harry ក៏មានការភ្ញាក់ផ្អើលចំពោះព័ត៌មានតាក់ទងនឹងលោកប៉ារបស់ខ្លួនលោកច័ន្ទហើយលោកច័ន្ទកំពុងត្រូវបានស៊ើបអង្កេតពីបទចាប់ចម្រិតនិងឃាតកម្មហើយលោកច័ន្ទកំពុងតែព្យាបាលនៅមន្ទីរពេទ្យមួយនៅក្នុងទីក្រុងសេអ៊ូលហើយ Harry លើអញ្ចឹងក៏មានអារម្មណ៍ថាកើតទុកជាខ្លាំងហើយក៏បានទៅមើលឆាត់មិត្តរួមថ្នាក់របស់ខ្លួនគេក៏បានដឹងថា Harry បានធ្វើបាបបញ្ជីផងដែរហើយក៏បានសង្ងំលាក់ខ្លួននៅក្រៅប្រទេសដែលជាហេតុធ្វើឲ្យ Harry ជឿចិត្តយ៉ាងខ្លាំងយំម្នាក់ឯងនៅទីនោះដោយគណៈពេលនោះឃើញថាលោកច័ន្ទក៏បានត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យដោយអ្នកយកព័ត៌មានជាច្រើនអ្នកកំពុងតែរងចាំគាត់នៅខាងក្រៅដើម្បីសួរព័ត៌មានពីរឿងកខ្វក់មួយចំនួនដែលលោកច័ន្ទបានធ្វើកំឡុងមកហើយក៏បានសួរលោកច័ន្ទពីកូនស្រីរបស់ខ្លួនផងដែរដែល Harry បានលាក់ខ្លួននៅក្រៅប្រទេសដល់ពេលនោះឃើញថាលោកធីបក៏បានបង្ហាញមុខចេញមកដែលធ្វើឲ្យលោកច័ន្ទមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលលោកធីបមិនទាន់ស្លាប់ហើយលោកធីបក៏បានសួរទៅលោកច័ន្ទតើលោកឯងសុខសប្បាយដែរអត់ហើយក៏បានចាក់លោកច័ន្ទជាច្រើនក្បត់នៅកន្លែងហ្នឹងទៅហើយពួកគេក៏បានចាប់លោកធីបចេញពីកន្លែងលោកច័ន្ទទៅបន្ទាប់មកឃើញថាលោកគឹមក៏បានជួបជាមួយនឹងមេវិជាការកូរ៉េខាងត្បូងដោយលោកគឹមក៏បានប្រាប់គាត់ថាបេសកកម្មរបស់គាត់បានបញ្ចប់ដោយជោគជ័យហើយមេវិជាការម្នាក់ហ្នឹងក៏បាននិយាយប្រាប់លោកគឹមវិញថាឥឡូវដល់វេនខ្ញុំត្រូវធ្វើហើយអញ្ចឹងហើយក៏បានប្រាប់លោកគឹមថាលោកគឹមឯងត្រូវតែស្លាប់បន្ទាប់មកក៏មានព័ត៌មានមួយបានចុះផ្សាយថាមានបរិមម្នាក់ដែលមានអាយុ40ឆ្នាំត្រូវបានគេបាញ់នៅជិតទីវិជាការក្រុម AMD ដែលគាត់មានឈ្មោះថាគីមហើយមន្ត្រីក៏បានគិតថានោះគឺជាឪពុករបស់នាងហើយដែលបានស្លាប់ហើយមន្ត្រីពីរនោះក៏បានកាត់ទុកយំផងអីផងដោយពេលនោះយើងក៏ឃើញថាអាជ្ញាធរកូរ៉េខាងជើងក៏បានផ្ទៀងផ្ទាត់ព័ត៌មានហើយសម្គាល់ថាលោកគីមពិតជាបានស្លាប់ពិតប្រាកដមែនដោយមានផតតាងអត្តសញ្ញាណប័ណ្ណបញ្ជាក់ផងដែរដោយប្រភពខាងជើងម្នាក់ហ្នឹងក៏បានដឹងព័ត៌មាននឹងផងដែរហើយក៏បានលុបប្រវត្តិរូបលោកគីមចេញពីកូរ៉េខាងជើងទៅចំណែកឯមន្ត្រីវិញក៏បានកាត់ទុកនឹងការស្លាប់ឪពុករបស់នាងផងដែរប៉ុន្តែគណៈពេលនោះយើងក៏បានឃើញថាសម្ោកខ្មៅមួយកំពុងតែលេចឡើងមកយើងក៏បានដឹងថានោះគឺជាលោកគីមដោយលោកគីមពិតជាមិនទាន់ស្លាប់ទេហើយលោកគីមពេលនោះក៏បានប្រាប់មន្ត្រីថាប៉ាត្រឡប់មកវិញហើយកូនសម្លាញ់ដោយមន្ត្រីបានឃើញលោកគឹមអញ្ចឹងគឺមិនមានការរំភើបអបអរដែលលោកគឹមនៅរស់ទេដោយមន្ត្រីក៏បាននិយាយប្រាប់លោកគឹមវិញថានាងបានដឹងរឿងរ៉ាវនឹងអស់ហើយថាប៉ាសម្លាញ់ជាស្លាប់ដោយមីងសងអាគឺជាអ្នកប្រាប់កូនហើយលោកគឹមក៏បានដើរទៅជិតមន្ត្រីទៅហើយក៏បាននិយាយថាចាប់ពីថ្ងៃនេះទៅប៉ានឹងគ្រប់គ្រងនៅខាងកូនរហូតហើយមន្ត្រីក៏បានយំទៅពេលហ្នឹងហើយក៏បានអោបលោកគឹមយ៉ាងស្អិតហ្មងថានាងព្រួយបារម្ភពីលោកគឹមរហូតកូនខ្លាចថាមិនអាចជួបលោកប៉ានៅថ្ងៃណាមួយបន្ទាប់មកលោកគឹមនិងមន្ត្រីក៏មានការជួបជុំដ៏សប្បាយរីករាយផងដែរហើយលោកគឹមពេលហ្នឹងក៏បាននាំមន្ត្រីទៅឧទ្យានពោធិ៍ពេញដោយដើមឈើពោះផ្កាឈូកផងដែរដោយស្រស់ស្អាតយ៉ាងខ្លាំងហើយលោកគឹមនិងមន្ត្រីបានពិភាក្សាគ្នាអំពីការទទួលអត្តសញ្ញាណប័ណ្ណថ្មីនិងជជែកគ្នាអំពីជីវិតថ្មីរបស់ពួកគេទាំងពីរនាក់ហើយមន្ត្រីគឺមិនចង់ឲ្យលោកគឹមហៅឈ្មោះថ្មីរបស់នាងទេនាងចង់ឲ្យលោកគឹមហៅឈ្មោះមន្ត្រីដដែលព្រោះឈ្មោះមន្ត្រីនេះគឺជាឈ្មោះដែលម្ដាយរបស់នាងជាអ្នកដាក់ឲ្យនាងហើយលោកគឹមក៏បានយកព្រមទៅមន្ត្រីទៅហើយក៏បានដើរលេងជាមួយគ្នារំសាយអារម្មណ៍ទៅឥឡូវពួកគេទាំងពីរនាក់បានផុតទុកហើយជាមួយនឹង Happy Ending ផងដែរបន្ទាប់មកឃើញថាលោកគឹមនិងមន្ត្រីក៏បានទៅជួបលោកកុឈុនដើម្បីទទួលឈ្មោះអត្តសញ្ញាណថ្មីរបស់ពួកគេទាំងពីរនាក់រស់នៅប្រទេសកូរ៉េខាងត្បូងដោយឈ្មោះថ្មីរបស់មន្ត្រីគឺគីជីមីនដោយមន្ត្រីពេលហ្នឹងមិនសប្បាយចិត្តទេមិនក៏ឈ្មោះរបស់នាងស្តៀងនឹងឈ្មោះចាស់អញ្ចឹងដោយឈ្មោះរបស់មន្ត្រីពីមុនគឺគីមមីនជីឥឡូវដល់ឈ្មោះមកគីមជីមីនវិញហើយលោកកុឈុនពេលហ្នឹងថាគេមិនចែកឲ្យឈ្មោះថ្មីទេ
យកឈ្មោះនឹងសិនទៅហើយពួកគេទាំងអស់គ្នាក៏បានលេងសើចគ្នាទៅវិញទៅមកហើយកូនចៅ AMD ម្នាក់ក៏បានឃើញលោកគឹមសោចអញ្ចឹងក៏បាននិយាយប្រាប់ពួកគេថាតាំងពីដើមមកខ្ញុំមិនដែលឃើញលោកគឹមសោចដល់ខ្ញុំអញ្ចឹងទេបាទលោកគឹមពីមុនមួម៉ៅបាត់កូនស្រីរបស់ខ្លួនផងឲ្យសោចមិនចេញទៅហើយលោកក៏ឈប់ពេលហ្នឹងក៏បានឲ្យកដោមួយទៅមិនជីដោយមិនជីពេលហ្នឹងក៏មានអារម្មណ៍ថាសប្បាយចិត្តនឹងកដោដែលលោកក៏ឈល់បានឲ្យនាងផងដែរឥឡូវលោកគឹមនិងក្រុម AMD ត្រូវជើងគ្នាណាសប្បាយសោចពេញនឹងហ្មងបន្ទាប់មកឃើញថាពួកអ៊ុតកៅក៏បានប្រកួតឈុតថ្មីមួយដែលជាអំណោយសម្រាប់លោកគឹមផងដែរដែលលោកគឹមឥឡូវមានឈ្មោះថ្មីហើយពួកអ៊ុតកៅក៏បានប្រាប់ឈ្មោះពិតរបស់គាត់ផងដែរហើយពួកអ៊ុតកៅក៏បានប្រាប់លោកគឹមថាឈ្មោះរបស់គាត់គឺ Howon ហើយក៏បានសួរទៅលោកគឹមវិញតើឈ្មោះថ្មីរបស់លោកគឹមមានឈ្មោះអីហើយលោកគឹមក៏ពេលនោះក៏បាននិយាយប្រាប់គាត់ទៅតែមានសម្លេងរំខានយើងក៏មិនបានឮឈ្មោះថ្មីរបស់លោកគឹមផងដែរបន្ទាប់មកឃើញថាសុងអាក៏បាននាំមិនជីទៅសាលារៀនដើម្បីធ្វើការផ្ទេរពីសាលារបស់នាងទៅសាលារៀនផ្សេងទៀតហើយស្ថានភាពនៅពេលហ្នឹងនៅតែមានភាពតានតឹងដោយសារតែរឿងអាស្រ័យរបស់ Harry និងមិនជីកំពុងតែត្រូវបានគេផ្សព្វផ្សាយយ៉ាងខ្លាំងក្នុងពេលមិនជីដើរចេញពីបន្ទប់មិនជីក៏បានជួបណាំហ៊ូនហើយពេលនោះពួកគេទាំងពីរនាក់ក៏បាននិយាយគ្នាហើយសុងអានៅចាប់ពួកគេទាំងពីរនាក់ហើយណាំហ៊ូនពេលហ្នឹងក៏បានសុំទោសទៅមិនជីដែលបណ្ដាលឲ្យមានរឿងធំកាត់ឡើងដោយសារតែគាត់គឺជាអ្នកឆាតទៅមិនជីឲ្យមិនជីមកសាលាទាំងយប់ពេលនោះហើយមិនជីក៏បានតបវិញថាវាមិនបានជាកំហុសរបស់លោកទេពួកក្រុមជើងកាមម្នាក់នោះទេដែលជាអ្នកផ្ញើឆាតមកនាងហើយណាំហ៊ូនក៏បានសួរទៅមិនជីថាតើពួកគេអាចតាក់ទងគ្នាបានអត់ប៉ុន្តែពេលនោះឃើញថាមិនជីក៏បានបដិសេធក្នុងការតំណែងជាមួយនឹងណាំហ៊ូនទៅហើយក៏បានដើរចេញទៅតែមិនជីមុនដើរចេញនាងក៏បានប្រកល់ស្លាកឈ្មោះរបស់នាងឲ្យទៅណាំហ៊ូនទុកអនុស្សាវរីយ៍របស់ពួកគេទាំងពីរនាក់បន្ទាប់មកយើងក៏ឃើញថាលោកគឹមនិងមិនជីកំពុងតែរើអង្វាន់ទៅដាក់ផ្ទះថ្មីរបស់ពួកគេទាំងពីរនាក់ដោយផ្ទះថ្មីរបស់ពួកគេពិតជាធំមែនដល់គណៈពេលនោះឃើញថាលោកឈោក៏បានជិះម៉ូតូមកដើម្បីជួយលោកគឹមរើអង្វាន់ផងដែរដល់គណៈពេលនោះឃើញថាលោកស៊ូក៏បានមកផងដែរដល់មើលទៅលោកស៊ូវិញស្លៀកពាក់ឡើងលយហ្មងដូចទៅវិធីជប់លៀងអីអញ្ចឹងឡើងស្អាតដូចតារាដែលធ្វើឲ្យពួកគេទាំងអស់គ្នាក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយលោកស៊ូធ្លាប់តែពាក់អាវតៃក្វាន់ដូរបស់គាត់តែឥឡូវពាក់ឡើងលយហ្មងហើយលោកឈោពេលហ្នឹងក៏នៅតែជួលគ្នាជាមួយនឹងលោកស៊ូទៀតផងហើយក៏បានស្ដីឲ្យលោកស៊ូមិនក៏ពាក់អាវអញ្ចឹងឯងពាក់អាវមកអញ្ចឹងដើម្បីគេចពីការរើអង្វាន់មែនហើយក៏បានប្រាប់ឲ្យលោកស៊ូពិតជាខ្ជិលមែនដោយឃើញថាពេលនោះឃើញថាលោកស៊ូគ្មានបានជួយអីទេបានតែសម្ដែងលើអង្វាន់ដោយមិនបានជួយគេទេហើយក៏បានអង្គុយរអ៊ូថាហត់អស់កម្លាំងរកកន្លែងញ៉ាំអីសិនទៅហើយមិនជីឃើញពូអញ្ចឹងក៏បានយកព្រមដូចពូរបស់ខ្លួនទៅហើយពួកគេទាំងអស់គ្នាក៏បានសម្រេចទៅញ៉ាំនៅភោជនីយដ្ឋានមួយកន្លែងដោយភោជនីយដ្ឋាននោះលក្ខណៈជា buffet អញ្ចឹងហើយពួកគេទាំងអស់គ្នាក៏បានញ៉ាំនៅកន្លែងហ្នឹងទៅបន្ទាប់មកយើងក៏ឃើញថាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេក៏បានចាប់ដើមសារជាថ្មីដោយលោកគឹមបានធ្វើម្ហូបឲ្យកូនរបស់ខ្លួនញ៉ាំភាគច្រើនគ្មានអ្វីផ្លាស់ប្ដូរទេហើយលោកឈោក៏បានទៅធ្វើចរាចរណ៍ដើម្បីជួយប្រជាជនទាំងអារម្មណ៍រំភើបសប្បាយរីករាយផងដែរឯលោកស៊ូក៏បានផ្សព្វផ្សាយតាក់ទងនឹងក្លឹបតៃក្វាន់ដូរបស់ខ្លួនសម្រាប់បង្រៀនសិស្សឡើងវិញចំណែកឯមីនជីនិងសុងអាឥឡូវពួកគេមានភាពស្និទ្ធស្នាលគ្នាជាខ្លាំងរាប់អានដូចបងប្អូនអញ្ចឹងទៅណាមកណាក៏ទៅជាមួយគ្នាដែរដោយសុងអាឥឡូវពិតជាស្រឡាញ់មីនជីជាខ្លាំងបន្ទាប់មកឃើញថាពួកគេទាំង3នាក់ក៏មានពេលវេលាសប្បាយរីករាយរបស់ពួកគេទាំង3នាក់ផងដែរដោយពួកគេទាំង3នាក់ក៏បានចេញទៅទិញវ៉ែនតាថ្មីមួយគូសម្រាប់ខ្លួនឯងផងដែរហើយក៏បានសាកល្បងម៉ូតថ្មីជាច្រើននៅក្នុងហាងវ៉ែនតាហ្នឹងហើយក៏បានរើសសាកល្បងឡើងពេញហ្នឹងហ្មងបន្ទាប់មកឃើញថាពួកគេក៏បានរើសវ៉ែនតាម្នាក់មួយមើលទៅឡើងលយហ្មងហើយក៏បានដើរចេញពីហាងទៅហើយពួកគេទាំង3នាក់ក៏បានដើរនៅតាមផ្លូវជាមួយនឹងការសប្បាយរីករាយផងដែរដែលមិនធ្លាប់មានពីមុនហើយក៏បានសើចសប្បាយនៅលើដងផ្លូវហ្នឹងហ្មងបន្ទាប់មកយើងក៏ឃើញថាលោកគឹមបានស្វែងរកការងារថ្មីហើយលោកគឹមក៏បានទៅសម្ភាសនៅកន្លែងមួយកន្លែងជាមួយនឹងការពាក់ខោអាវឈុតថ្មីរបស់គាត់ដែលពួកអ៊ុតកៅបានឲ្យគាត់ហើយក៏បានដើរចូលបន្ទប់មួយពេលនោះឃើញថាលោកគឹមក៏បានឃើញមនុស្ស3នាក់កំពុងតែនៅទីនោះផងដែរហើយលោកគឹមក៏បាននិយាយថាខ្ញុំមកទីនេះដើម្បីសម្ភាសការងារហើយបរិះមេធំម្នាក់នោះក៏បាននិយាយប្រាប់លោកគឹមវិញថាខ្ញុំបានមើលប្រវត្តិរបស់លោកគឹមរួចហើយគ្មានអីចាប់អារម្មណ៍នោះទេហើយខ្ញុំពិតជាចង់សាក់លបងជាមួយលោកគឹមសិនហើយមេធំម្នាក់នោះក៏បានក្រោកឈរឡើងដោយមើលទៅមានឡើងធំខ្លាំងហ្មងធំជាងលោកគឹមទៅទៀតដោយបរិះម្នាក់នោះមានឈ្មោះថាលោកយូដែលបានរៀបចំខ្លួនឡើងដើម្បីសាក់លបងជំនាញរបស់លោកគឹមដោយមើលទៅលោកគឹមនិងបរិះម្នាក់នោះខុសមាឌគ្នាខ្លាំងមែនតើដោយលោកគឹមឡើងតូចច្រឡឹងឯបរិះម្នាក់នោះនឹងមាឌធំហ្មងហើយលោកគឹមពេលនោះក៏បានរៀបរឹកដើម្បីវាយគ្នាសាក់លបងជាមួយនឹងបរិះម្នាក់នោះទៅហើយលោកគឹមក៏បានមើលមុខបរិះម្នាក់នោះយ៉ាងសាហាវហ្មងយើងអាចសន្មតថាការងារថ្មីរបស់លោកគឹមអាចមានជាប់ពាក់ព័ន្ធតាក់ទងនឹងពលរដ្ឋមួយអត់សន្តិសុខដែលត្រូវការជំនាញប្រយុទ្ធអីអញ្ចឹងណាដោយភាគទី10ដែលជាភាគបញ្ចប់បានបញ្ចប់ត្រឹមនឹងទៅរឿងនេះពិតជា happy ending របស់គេមែន
ហើយ admin គិតថារឿងនេះប្រហែលជាមានវគ្គ2បើវគ្គ1ល្អមើលយ៉ាងហ្នឹងចាំមើលថាមានវគ្គ2ល្អមើលយ៉ាងណាទៅហើយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃក្នុងការស្ដាប់ admin សម្រាយរឿងតាំងពីភាគ1រហូតដល់ភាគបញ្ចប់ហើយអ្នកទាំងអស់គ្នាបើចង់ឲ្យ admin សម្រាយរឿងផ្សេងទៀតអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនឹងបានហើយ admin សំណូមពរឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងណាជួបគ្នាជាមួយនឹង admin នៅរឿងផ្សេងបន្តទៀតបាយបាយ